កូនខ្ជិលអានសភៅកូនខ្ជិលធ្វើកិច្ចការងារផ្ទះកូនអត់ចង់រៀននៅផ្ទះបន្ថែមតម្រូវឲ្យអាណាព្យាបាលជំរុញម្ដងហើយម្ដងទៀតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជាស្ថាបនិកសាលារៀន Wisdom សាលារៀន Wisdom ទទួលបង្រៀនគួរគ្រប់មុខវិជ្ជានិងមូលដ្ឋានគ្រឹះភាសាអង់គ្លេសបើសិនជាលោកអ្នកចង់ចុះឈ្មោះកូនចូលរៀនជាមួយនឹងសាលារៀន Wisdom សូមតាក់ទងទៅតាមលេខ Telegram នេះថ្ងៃនេះខ្ញុំឆ្លើយសំណួរអាណាព្យាបាលដែលបាន comment សួរកាលពីវីដេអូមុនចាគាត់បានសួរតាក់ទងជាមួយនឹងកូនខ្ជិលរៀនតើត្រូវធ្វើដូចម្ដេចចាពុកម៉ែបងប្អូនទាំងអស់គ្នាទម្លាប់នៃការសិក្សាគឺដូចជាទម្លាប់ផ្សេងៗផងដែរបងប្អូនដែលមានកូនដែលគាត់រៀនខ្ជិលដូចជាខ្ជិលងូតទឹកខ្ជិលបោកកៅអៅគឺបងប្អូនត្រូវតែជំរុញគាត់ជារៀងរាល់ថ្ងៃគាត់អត់ដឹងតួនាទីរបស់គាត់ប៉ុន្តែសួរថាតើយើងប្រាប់គាត់ម្ដងគាត់អាចចាំបានអត់ប្រកាសជាអត់ទេគឺយើងត្រូវប្រាប់គាត់ម្ដងហើយម្ដងទៀតអញ្ចឹងទម្លាប់នៃការសិក្សាដូចគ្នាគឺយើងមិនអាចប្រាប់គាត់តែម្ដងហើយឲ្យគាត់ដឹងពីតួនាទីដែលថាដល់ម៉ោងរៀនគឺគាត់ត្រូវចាប់ទាញសភៅយកមកធ្វើកិច្ចការងារផ្ទះអីគឺអត់ទេកូនខ្លះមានកិច្ចការងារសាលាដែលគ្រូដាក់ឲ្យបើម៉ាក់ប៉ាអត់សួរឪពុកម្ដាយអត់សួរគឺគាត់អត់ធ្វើតែម្ដងហើយស្អែកឡើងគាត់ទៅរៀនគាត់ប្រាប់ថាផ្លេចឬមួយក៏អត់ដឹងឬក៏អីចឹងទៅអញ្ចឹងគឺអាណាព្យាបាលនៅផ្ទះត្រូវជំរុញកូនបន្ថែមហើយសួរថាខ្ញុំប្រាប់រហូតប៉ុន្តែអត់រៀនចាគឺមិនមែនប្រាប់ម្ដងឬក៏ពីរដងហើយឲ្យគាត់ព្យាយាមខំប្រឹងប្រែងរៀនសូត្រខ្លួនឯងនោះទេគឺជារៀងរាល់ថ្ងៃតែម្ដងនៅពេលដែលកូនមកពីសាលារៀនចាលោកអ្នកអាចកំណត់ពេលវេលាណាមួយដើម្បីឲ្យគាត់ញ៉ាំបាយញ៉ាំអីហើយបន្ទាប់មកយើងមានពេលចាជាទម្លាប់ឲ្យទៅដល់ម៉ោងហ្នឹងគឺកូនត្រូវតែទាញសភៅយកមកអានយកមកធ្វើលំហាត់យកមកធ្វើកិច្ចការងារផ្ទះចាបើសិនជាលោកអ្នកបង្កើតទម្លាប់បែបនេះម្ដងពីរដងបីដងហើយធ្វើឲ្យខ្លាយទៅជាទម្លាប់ជារៀងរាល់ថ្ងៃពេលនោះគឺកូនគាត់ដឹងពីតួនាទីរបស់គាត់ហើយនៅពេលដល់ម៉ោងហ្នឹងកុំឲ្យកូនលេងទូរស័ព្ទកុំឲ្យគាត់ធ្វើរឿងអីផ្សេងគឺត្រូវឲ្យគាត់ទាញសភៅយកមកអានយកមកធ្វើកិច្ចការងារផ្ទះហើយនៅពេលដែលអាណាព្យាបាលប្រាប់កូនឲ្យធ្វើកិច្ចការផ្ទះឬក៏អានសភៅតើអំឡុងពេលហ្នឹងអាណាព្យាបាលគួរធ្វើអ្វីចាបើសិនជាលោកអ្នកចង់ឲ្យខ្លួនខ្លាយទៅជាគំរូរបស់កូនយើងប្រាប់ឲ្យកូនរៀនប៉ុន្តែអាណាព្យាបាលបែរទៅជាអង្គុយចុចទូរស័ព្ទឬក៏អង្គុយមើលទូរទស្សន៍ឬក៏លេងហ្គេមអញ្ចឹងតើកូនគាត់មានទឹកចិត្តមានកម្លាំងចិត្តក្នុងការរៀនអត់កុមារធ្វើតាមអ្វីដែលគេឃើញចាបើសិនជាគេឃើញឪពុកម្ដាយរបស់គេអានសៀវភៅឪពុកម្ដាយរបស់គេខិតខំសិក្សាស្រាវជ្រាវបន្ថែមពេលនោះកូនគឺគាត់នឹងអាចរៀនសូត្រពីឪពុកម្ដាយបន្ថែមទៀតពេលដែលគាត់រៀនបានច្រើននៅផ្ទះបន្ថែមគាត់ទៅសាលាគឺគាត់ស្ដាប់គ្រូគាត់អាចធ្វើលំហាត់គាត់អាចយល់មេរៀនគាត់រៀនពូកែអញ្ចឹងគឺគ្រូនៅសាលាក៏គាត់ខំប្រឹងឪពុកម្ដាយនៅផ្ទះក៏ខំប្រឹងជំរុញបន្ថែមដើម្បីឲ្យកូនគាត់រៀនពូកែគាត់ស្រឡាញ់ការសិក្សារៀនសូត្រចាំបើសិនជាលោកអ្នកមានចម្ងល់ទាក់ទងជាមួយនឹងការជំរុញឲ្យកូនខំប្រឹងប្រែងរៀនសូត្រអាច comment ចូលនៅក្នុង comment box នៅខាងក្រោមនេះនាងខ្ញុំនឹងព្យាយាមឆ្លើយទៅតាមអ្វីដែលនាងខ្ញុំអាចឆ្លើយបានសូមពុកម៉ែបងប្អូនជួយ like និង share វីដេអូមួយនេះហើយជួយ follow page របស់នាងខ្ញុំម្នាក់មួយផងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត